រិទ្ធិនីបាងកកនៃប្រទេសថៃបានជួបគ្រោះរញ្ជួយដីយោងទៅតាមការបង្ហោះនឹងចុះផ្សាយនៅថ្ងៃសុក្រទី28ខែមិនិនាឆ្នាំ2025នេះនៅរាជធានីបាងកកនៃប្រទេសថៃបានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ 7.4 វិកទ័រដែលបង្កឲ្យមានការភ័យស្លន់ស្លោខណៈមនុស្សមួយចំនួនរត់ចេញពីអគាររកកន្លែងសុវត្ថិភាពយោងទៅតាមសេចក្តីរាយការណ៍អគារដែលបានបាក់រលំនោះមានកម្ពស់ប្រមាណជិត50ជាន់និងកម្មកររាប់សិបនាក់នៅក្នុងនោះដោយសារម៉ោងដែលរលំបាក់ជាម៉ោងធ្វើការមូលហេតុនៃការរលំបាក់ដោយសារទទួលរងឥទ្ធិពលនៃការរញ្ជួយដីមានកម្លាំងរហូតដល់ 7.7 វិកទ័រនៅប្រទេសមីយ៉ាន់ម៉ាជាមួយគ្នានោះដែរប្រភពនៅប្រទេសថៃបានអះអាងថាសូម្បីតែអគាររដ្ឋាភិបាលអគារសភាក៏មានសភាពញ័រដែរនាយករដ្ឋមន្ត្រីថៃអ្នកស្រីផៃថងឋានស៊ីនវត្ត្រាបានប្រកាសអាសន្ននៅទីក្រុងបាងកកក្រោយការរញ្ជួយដីកម្រិតធ្ងន់ 7.7 វិកទ័រដែលជះឥទ្ធិពលពីប្រទេសមីយ៉ាន់ម៉ាទាក់ទិននឹងហេតុការណ៍ខាងលើនេះយើងនៅមិនទាន់ដឹងច្បាស់ថាតើមានមនុស្សប៉ុន្មានអ្នកដែលស្លាប់និងបាត់បង់ជីវិតនៅឡើយទេអរគុណព័ត៌មានលម្អិតយ៉ាងណាយើងនឹងជម្រាបជូននៅពេលក្រោយប្រទេសកម្ពុជាក៏ទទួលរងនូវឥទ្ធិពលកម្រិតតិចតួចផងដែរស្ដីពីបាតុភូតរញ្ជួយដីនៅប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ាសេចក្តីជូនដំណឹងពីក្រសួងធនធានទឹកនិងអូតូនិយមស្ដីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាក្រសួងធនធានទឹកនិងអូតូនិយមមានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថាកាលពីវេលាម៉ោង 13:20 នាទីរសៀលថ្ងៃទី28ខែមិនិនាឆ្នាំ2025នេះមានបាតុភូតរញ្ជួយដីកាត់ឡើងស្ថិតនៅចម្ងាយ16គីឡូម៉ែត្រនៃភាគពាយ័ព្យនៃទីក្រុងសាហ្គាំងក្នុងប្រទេសមីយ៉ាន់ម៉ាយោងតាមប្រព័ន្ធជូនដំណឹងទុកជាមុន GTS របស់នាយកដ្ឋានអូតូនិយមនិងទីភ្នាក់ងារសង្កេតតាមដានឧបសាស្ត្ររបស់សហរដ្ឋអាមេរិក USGS បានឲ្យដឹងថាការរញ្ជួយនេះបានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដីជម្រៅប្រមាណ10គីឡូម៉ែត្រនិងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ 7.7 វិកទ័រដែលបង្កឲ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួនរួមមានប្រទេសមីយ៉ាន់ម៉ាបង់ក្លាដេសឥណ្ឌាឡាវថៃវៀតណាមនិងប្រទេសចិនដោយឡែកប្រទេសកម្ពុជាក៏ទទួលរងឥទ្ធិពលនេះផងដែរតែក្នុងកម្រិតតិចតួចប៉ុណ្ណោះស្ថិតក្នុងស្ថានភាពនេះក្រសួងធនធានទឹកនិងអូតូនិយមបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីការវិវត្តនៃការរញ្ជួយនិងជូនដំណឹងដល់សាធារណជនបន្ថែមទៀតក្នុងករណីចាំបាច់នៅខណៈពេលនេះនាយករដ្ឋមន្ត្រីថៃក៏បានចេញសេចក្តីប្រកាសជាបន្ទាន់ព្រមមានដល់សាធារណជនឲ្យត្រៀមខ្លួនសម្រាប់ការរញ្ជួយដីហើយវាអាចកើតមានម្ដងទៀតក្នុងរយៈពេល24ម៉ោង